ក្នុងវីដេអូមួយនេះខ្ញុំចង់ប្រាប់បងប្អូនទាំងគ្នាពីរបៀបទាញយករូបភាពចេញពី file PDF ឬក៏យើងអាចបំលែងរូបភាពរបស់យើងទៅជា file PDF បានដូចគ្នាបាទហ្នឹងហើយកុំឲ្យខាត់ពេលច្រើនគឺយើងចូលទៅតាមបានដូចគ្នាបាទជាដំបូងយើងចូលទៅក្នុងកម្មវិធី Chrome ហើយបងប្អូនទាំងគ្នាវាយពាក្យថា I love PDF បាទវាយពាក្យហ្នឹងមកហើយនៅខាងលើគេនេះយើងចូលកាន់ website ហ្នឹងទៅហើយមិនត្រឹមតែប៉ុណ្ណោះទេគឺក្នុង website នេះគឺមានច្រើនមែនតើបងប្អូនទាំងគ្នាបាទមានតាំងពីបំលែងពី PDF ទៅជា file Word ទៅជា PDF បាទច្រើនមែនតើប៉ុន្តែអ្វីដែលខ្ញុំចង់ប្រាប់បងប្អូនទាំងគ្នាគឺយើងបំលែងពី file PDF បានន័យថាយើងយករូបភាពចេញពី file PDF ទៅជារូបភាពធម្មតាអញ្ចឹងបងប្អូនទាំងគ្នាបាទអញ្ចឹងយើងគាត់ចុចចំមកកន្លែង PDF to JPG មកអញ្ចឹងបន្ទាប់មកគេឲ្យយើងជ្រើសរើសយក file PDF របស់យើងបាទឥឡូវខ្ញុំយក file PDF របស់ខ្ញុំអូខេបងប្អូនទាំងគ្នាបាទនៅពេលដែលយើងយក file PDF របស់យើងចូលមកដល់ហើយវាចេញរូបរាងបែបនេះហើយយើងគាត់តែចុច convert to JPG ទៅបាទអូខេឥឡូវវាកំពុងតែធ្វើការ convert ហើយវានឹង download ឲ្យយើងអូតូតែម្ដងរងចាំបន្តិចឥឡូវវាកំពុងតែ download ឲ្យបងប្អូនទាំងគ្នាបាទឥឡូវនេះគឺបាន download ពេញហើយយើងអាចចូលទៅមើលទាំងគ្នាអូខេឥឡូវខ្ញុំចុចចំកន្លែង download នេះបាទគឺជារូបភាពដែលខ្ញុំបានទាញយកចេញពី file PDF បាទអញ្ចឹងបើសិនជាបងប្អូនទាំងគ្នាអាចធ្វើការ convert ពី file PR រូបភាពធម្មតាទៅជា PDF បានដូចគ្នាបងប្អូនទាំងគ្នាបាទហ្នឹងហើយក្នុង website នេះគឺមានច្រើនមែនតើបងប្អូនទាំងគ្នាអាចរើសបានគឺថាជួយពន្លឿនការងាររដ្ឋបាលរបស់យើងបានច្រើនមែនតើបាទគឺមានច្រើនមុខងារមែនតើបងប្អូនទាំងគ្នាអាចសាកល្បងបានបាទអរគុណបាយបាយ